ប្រិមត្តដែលចូលចិត្តជិះកាត់តាមផ្លូវដែលមានព្រៃសុបទ្រុបសូមធ្វើការគុំទទួលនារីដែលមានស្លៀកឈុតពណ៌សនិងពណ៌ក្រហមឲ្យសោះព្រោះអាចនឹងនាំគ្រោះថ្នាក់ដល់អ្នកទាំងអស់គ្នាជាតាហេតុសូមធ្វើការស្ដាប់ជាមួយនឹងសាច់រឿងដូចតទៅនៅក្នុងឆ្នាំ2017ខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំលើកទី1ហើយដែលបានកិច្ចសាលារៀនទៅធ្វើការចូលលេងអ៊ីនធឺណិតតាំងពីអ្នកខ្ញុំគឺវក់លេងអ៊ីនធឺណិតនឹងខ្លាំងណាស់លេងហ្គេមនឹងរហូតដល់ម៉ោង4ព្រឹកទើបធ្វើការឈប់សម្រាកហើយធ្វើការជិះកង់នឹងត្រឡប់មកសាលារៀនវិញនៅតាមផ្លូវលោកម៉ាប់នេះគាត់ធ្វើការកេងផ្អែកស្មាខ្ញុំរហូតសម្បុកឡើងក៏ខលជិះរហូតដល់4-10នាទីក្រោយមកទៅធ្វើការមកដល់សាលារៀនវិញមកដល់ម៉ូតសាលារៀនមិនទាន់បាននឹងចូលផងនឹងលោកម៉ាប់គាត់ថាឃ្លានប្រើឲ្យខ្ញុំទៅទិញអវ៉ាន់ឲ្យគាត់ឥឡូវនេះទៅទាំងមុខកញ្ញើអត់ចង់ទៅទេមិនយូរប៉ុន្មានទេខ្ញុំបានជិះទៅលើដងផ្លូវមួយដែលស្ងាត់ហើយស្រាប់តែក៏លើឃើញនារីម្នាក់ដែលមានឈុតពណ៌សទិដ្ឋភាពជុំវិញក៏មិនណយផលទៀតមានខ្យល់ត្រជាក់ស្រាប់ធ្វើខ្ញុំមានអារម្មណ៍ដូចនៅក្នុងរឿងកុនដែលគេលេងខ្មោចអញ្ចឹងខ្ញុំគិតថាបើសិនជានារីម្នាក់នឹងងាកមកមុខអាក្រក់វិញខ្ញុំប្រកាសជារត់ចាយជើងចោលកង់នឹងជាមិនខានតែជារឿងល្អនៅពេលដែលនារីម្នាក់នឹងងាកមុខមកឃើញមុខរបស់នាងឡើងស្អាតគឺជាស្រីស្អាតម្នាក់ដែលខ្ញុំអត់ដែលបានឃើញពីមុនមកហើយនាងក៏បានធ្វើការនិយាយចំពោះខ្ញុំថាអត់មានម៉ូតូឡានជិះកាត់នេះទេអញ្ចឹងហើយពិបាកខ្ញុំក៏ហៅគេឲ្យឡើងជិះកង់ទៅជាមួយគ្នាតែម្ដងទៅពីព្រោះផ្លូវទៅជាមួយគ្នាតែតាមផ្លូវនាងអត់មាននិយាយអីមួយម៉ាត់ខ្ញុំគឺជាបរិសម្នាក់ដែលនៅក្មេងជំទង់ពេលហ្នឹងមិនដែលត្រូវនារីបានប៉ះរាងកាយទេចែហ្នឹងក៏ធ្វើការអោបខ្ញុំពីក្រោយខ្ញុំគ្រាន់តែគេអោបព្រាមអារម្មណ៍ខ្ញុំដូចជាទៅភពផ្សេងអញ្ចឹងខ្ញុំអត់ដឹងថាត្រូវធ្វើម៉េចទេហើយកង់ក៏ចិត្តអស់ថ្មទៀតបើតាមមើលទីតាំងដែលចែនោះប្រាប់ទៅត្រូវបាក់គាត់ចុះនឹងប្រហែលជាខ្ទង់10នាទីទៀតឯទៅដល់ហើយនិយាយពីទស្សនវិជ្ជានៅពេលនោះដូចជិះទៅភពផ្សេងអញ្ចឹងភ្លាមនោះក៏លឺសូរសំឡេងទូរស័ព្ទរោដូចមានអារម្មណ៍ថាវានៅឆ្ងាយពីខ្ញុំណាស់ខ្ញុំក៏គិតថាប្រហែលជាទូរស័ព្ទរបស់ចៃនឹងអង្គុយក្រោយនឹងប៉ុន្តែមើលទៅគាត់អត់និយាយស្ដីអីទាំងអស់អញ្ចឹងប្រហែលជាមិនមែនទូរស័ព្ទរបស់គាត់ទេខ្ញុំក៏បានធ្វើការដាច់ចិត្តឆែកមើលទូរស័ព្ទរបស់ខ្លួនឯងឈប់កង់មួយផ្លែតពេលដែលឈប់កង់ហ្នឹងលើកទូរស័ព្ទទៅបែកម៉ាប់គាត់ខលមកភ្លាមហ្នឹងខ្ញុំក៏ត្រូវស្វាងដោយសារតែប្រុសម៉ាប់មិត្តភក្តិរបស់ខ្ញុំហ្នឹងជេរខ្ញុំយកថាហេតុអីបានជាទុកគាត់ចោលរយៈពេល2ម៉ោងអីទៅណាពេលនោះខ្ញុំក៏ងាកមើលទៅខាងមុខទៅស្រាប់តែឃើញនៅខាងមុខគឺជាជ្រោះបើខ្ញុំទៅបន្តទៀតគឺខ្ញុំនឹងធ្លាក់ជ្រោះជាមិនខានខ្ញុំបានប្រាប់ទស្សនវិជ្ជាទាំង lain ហ្នឹងគឺទៅកាន់ប្រុសម៉ាក់ក្រោយមកមានគ្នាពី3នាក់មកជួយខ្ញុំយកខ្ញុំចុះពីលើភ្នំនេះខ្ញុំឆ្ងល់ថាហេតុអីបានជាខ្ញុំជិះនៅលើផ្លូវសុកមកឡើងលើភ្នំកើតហើយនៅលើភ្នំនេះមិនមែនស្រួលទេសូម្បីតែគេដើរមកហ្នឹងក៏ត្រូវចំណាយពេលវេលាដែរហេតុអីបានជាខ្ញុំជិះកង់អាគុយរបស់ខ្ញុំឡើងមកដល់កំពូលភ្នំនេះបានរឿងដែលអស្ចារ្យបំផុតដែលខ្ញុំគិតស្មានមកដល់ហ្នឹងខ្ញុំជិះកង់ជាមួយនឹងចៃហ្នឹងរយៈពេលអស់2ម៉ោងតែនៅខ្លួនរបស់ខ្ញុំគិតថាចំនួនតែ4-10នាទីតែប៉ុណ្ណោះចុះមកចកេះភ្នំទៅខ្ញុំឃើញកន្លែងដែលខ្ញុំទទួលស្ត្រីម្នាក់នោះគឺជាភ្នូររបស់នារីម្នាក់តែអាចទេអ្នកដែលជិះពីក្រោយខ្ញុំគឺជាស្ត្រីដែលនៅក្នុងភ្នូរនេះរឿងយើងត្រូវបានចប់បាយបាយ